ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយផ្ទាល់ឡើយសូកចិត្តចូលរួមតាមអនឡាញពីគីថៃសម្រាប់មិនចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកិច្ចការសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈលើកទី23កិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក3លើកទី8និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅលើទឹកដីខេត្តសៀមរាបចាប់ពីថ្ងៃទី3ដល់ថ្ងៃទី5ខែសីហាខាងមុខនេះសុខចិត្តចូលរួមតាមប្រព័ន្ធអនឡាញនេះបើតាមការបញ្ជាក់អំពីលោកស្រីឈីវិជ្ជរារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈក្នុងសន្និសីទសារព័ត៌មាននារាសីថ្ងៃទី21ខែកក្កដានេះមន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានដូចនេះពាក់ព័ន្ធករណីប្រទេសថៃយើងបានអញ្ជើញគាត់ដូចជាសមាជិកអាស៊ានដទៃទៀតយ៉ាងអញ្ចឹងក៏ប៉ុន្តែគាត់បានឆ្លើយមកថាគាត់នឹងចូលរួមតាមប្រព័ន្ធអនឡាញឆ្លើយតបនឹងសំណួររបស់សារព័ត៌មានសួរថាហេតុអ្វីចាំបាច់ដែលកម្ពុជាត្រូវអញ្ជើញថៃចូលរួមក្នុងកិច្ចប្រជុំនេះទាំងដែលភាគីទាំងពីរកំពុងប្រជុំមុខដាក់គ្នាខ្លាំងនៅតាមព្រំដែនលោកស្រីឈីវិជ្ជរាពន្យល់ថាក្នុងនាមជាប្រធានលោកស្រីបានបញ្យល់ថាក្នុងនាមជាប្រធានអាស៊ានបដូវវេនកម្ពុជាមានកាតព្វកិច្ចអញ្ជើញសមាជិកអាស៊ានទាំងអស់ចូលរួមក្នុងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានស្ដីពីមុខងារសាធារណៈលើកទី23និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក3លើកទី8រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈសង្កត់ធ្ងន់ថាក្នុងការដែលប្រទេសមួយណាសម្រេចចិត្តឬមិនមកគឺជាសិទ្ធិក្នុងការសម្រេចចិត្តរបស់គេប៉ុន្តែសម្រាប់កម្ពុជាយើងមានកាតព្វកិច្ចអញ្ជើញថៃចូលរួមប្រជុំអញ្ចឹងគេថៃមិនមកឬមិនមកចូលរួមប្រជុំតាមអនឡាញវាជាសិទ្ធិរបស់គេយើងដឹងហើយដោយសារតែបញ្ហាព្រំដែនប្រហែលជាគាត់មានការបារម្ភឬគាត់មានរឿងអ្វីផ្សេងយើងក៏មិនដឹងដែរលោកស្រីក៏បានបញ្ជាក់បន្តទៀតថាឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីរដ្ឋមន្ត្រីមុខងារសាធារណៈរបស់កម្ពុជាចង់ឲ្យភាគីថៃចូលរួមដោយផ្ទាល់ហើយភាគីកម្ពុជានឹងធ្វើជាបដិសណ្ឋារកិច្ចជូនភាគីថៃដូចគ្នាដោយគ្មានការរើសអើងឡើយពលគឺដូចនឹងអ្វីដែលធ្វើបដិសណ្ឋារកិច្ចជូនបណ្ដាសមាជិកអាស៊ានដែលចូលរួមព្រោះខ្មែរមានវប្បធម៌ថ្លៃថ្នូរមិនរើសអើងភ្ញៀវឡើយគួរដឹងថានេះគឺជាលើកទី2ហើយកម្ពុជាទទួលធ្វើជាប្រធានបដូវវេនរៀបចំកិច្ចប្រជុំអាស៊ានជាថ្មីបន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី13សម្រាប់អាណត្តិ2005-2006ម្ដងរួចមកហើយក្រោយពីបានចូលរួមជាសមាជិកនៅឆ្នាំ2001អំឡុងកិច្ចប្រជុំលើកទី11នៅប្រទេសវៀតណាមកិច្ចប្រជុំលើកទី23នៅរៀបចំឡើងក្រោមមូលបត្រនវនវត្តសម្រាប់ការផ្ដល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរផងដែរបរដ្ឋបារម្ភបឹងតកៅរួមតូចគណៈអាជ្ញាធរថាការចាត់ដីធ្វើវេទិកាអុំទូកសួនកំសាន្តសាធារណៈប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តតកៅបង្ហាញការព្រួយបារម្ភលើកជាសំណួរពាក់ព័ន្ធនឹងសកម្មភាពចាក់ដីចូលបឹងផ្ទៃបឹងតកៅស្ថិតនៅក្រុងដូនកែវដោយបារម្ភថាអាចធ្វើឲ្យផ្ទៃបឹងដែលមានតួនាទីសំខាន់ក្នុងការផ្គត់ទឹករក្សាបរិស្ថានរបស់ក្រុងកាន់តែរួមតូចការព្រួយបារម្ភនេះកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋសង្កេតឃើញមានការចាក់ដីលុបផ្នែកខ្លះនៃបឹងនាពេលថ្មីៗនេះដើម្បីរៀបចំផ្លូវចូលទៅកាន់តំបន់អតីតសាលានយោបាយដែលជាផ្ទៃបឹងប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគួរតែមានតុល្យភាពជាមួយនឹងការអភិរក្សធនធានធម្មជាតិដោយសារបឹងតកែវមិនត្រឹមតែជាប្រភពទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេប៉ុន្តែក៏មានសារៈសំខាន់ផ្នែកបរិស្ថាននិងសម្ព័ន្ធភាពទីក្រុងផងដែរជុំវិញក្តីកង្វល់លោកអោកសវណ្ណានៅប្រធានមន្ត្រីព័ត៌មានខេត្តតកែវលោកបានបញ្ជាក់នៅថ្ងៃទី21ខែកក្កដាឆ្នាំ2026នេះថាការចាក់ដីនៅផ្នែកខាងលិចបឹងគឺជាគម្រោងរបស់រដ្ឋបាលខេត្តដើម្បីសាងសង់វេទិកាសម្រាប់រៀបចំកម្មវិធីប្រណាំងទូកក្នុងពិធីបោះនំទូករៀបចំជាសួនកំសាន្តសាធារណៈសម្រាប់ប្រជាពលរដ្ឋលោកបានបន្តទៀតថាការបញ្ជាក់នេះគឺជាផ្អែកទៅលើព័ត៌មានដែលលោកទទួលបានក្នុងកិច្ចប្រជុំ
ស្ដាប់បទបង្ហាញអំពីផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្តតាកែវយ៉ាងណាក្តីប្រជាពលរដ្ឋនៅតែស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបង្ហាញព័ត៌មានលម្អិតអំពីគម្រោងនេះរួមទាំងការវិតម្លៃផលប៉ះពាល់បរិស្ថាននិងវិធានការការពារផ្ទៃបឹងដើម្បីធានាថាការអភិវឌ្ឍមិនប៉ះពាល់ទៅដល់ប្រភពទឹកនិងផលប្រយោជន៍រយៈពេលវែងរបស់សហគមន៍ផងដែរគណៈពេលដែលប្រតិមន្ត្រីរៀបចំដែនដីកំណែតម្រង់ថ្មីការស្នើសម្ប័ណ្ណកម្មសិទ្ធិនៅភ្នំពេញចំណាយត្រឹមតែ1ខែប៉ុណ្ណោះលោកសរិនវណ្ណាប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់លើកឡើងថាការអនុវត្តកំណែតម្រង់សេវាសាធារណៈលើវិស័យដីធ្លីនិងសំណង់នៅរាជធានីភ្នំពេញកំពុងបង្ហាញពីប្រសិទ្ធភាពជាក់ស្ដែងដោយកាត់បន្ថយពេលវេលាផ្ដល់សេវានិងបង្កើនប្រសិទ្ធភាពការងារតាមការបង្ហោះលើបណ្ដាញសង្គម Facebook លោកបានបញ្ជាក់ថាការអនុវត្តនេះស្របតាមស្មារតីអង្គប្រជុំអន្តរក្រសួងដឹកនាំដោយឧបនាយករដ្ឋមន្ត្រីសាយសមាលស្ដីពីកំណែតម្រង់សេវាសាធារណៈក្នុងវិស័យដីធ្លីនិងសំណង់ដោយផ្ដោតទៅលើគោលការណ៍រយៈពេលខ្លីខ្លឹមនិងប្រកបទៅដោយគុណភាពលោកបានបន្ថែមថាក្រោមការណែនាំរបស់អភិបាលរាជធានីភ្នំពេញការអនុវត្តតាមបរិបទថ្មីដែលបានជួយបង្កើនប្រសិទ្ធភាពការងារស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលដែលផ្ដោតទៅលើការធ្វើឲ្យលឿនសម្រួលនីតិវិធីដោះស្រាយការកកស្ទះក្នុងការស្នើសុំគោលការណ៍លោកសរិនវណ្ណាបានឲ្យដឹងទៀតថាបច្ចុប្បន្នការស្នើសុំបានកម្មសិទ្ធិនៅរាជធានីភ្នំពេញអាចបញ្ចប់ក្នុងរយៈពេលប្រមាណ1ខែប៉ុណ្ណោះលោកបានលើកឡើងថាប្រសិនបើរាជធានីភ្នំពេញអាចអនុវត្តបានជោគជ័យតាមគំរូបរិបទថ្មីខេត្តផ្សេងៗក៏គួរតែអនុវត្តដូចគ្នាដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋរយៈពេលថ្មីៗនេះលោកក៏ទទួលបានការគាំទ្រពីសាធារណជនក្រោយបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់អំពើពុករលួយការលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបទៅដោយតម្លាភាពយុត្តិធម៌និងអនុលោមតាមនីតិវិធីជាធរមានទន្ទឹមនេះលោកក៏បានផ្សព្វផ្សាយនៃឯកសារមួយចំនួនពាក់ព័ន្ធនឹងការកែតម្រង់នីតិវិធីការផ្តល់សេវាសាធារណៈលើវិស័យដីធ្លីផងដែរគួររំលឹកផងដែរថាកាលពីថ្ងៃទី24មិថុនាលោកឧបនាយករដ្ឋមន្ត្រីសាយសមាលបានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនលោកសរិនវណ្ណាដឹកនាំក្រុមការងារប្រតិបត្តិការនៅតាមបណ្ដារាជធានីខេត្តដើម្បីជួយទៅដល់ជនបង្គោលប្រឆាំងអំពើពុករលួយរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់និងការពង្រឹងប្រសិទ្ធភាពតម្លាភាពនិងការផ្ដល់សេវាសាធារណៈផងដែរបន្ទាប់ពីមានការស្នើសុំពីប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរក៏ដូចជាអភិបាលរាជធានីភ្នំពេញពេលនេះអាដាមសាយសមាលឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ក៏បានប្រជុំអញ្ជើញជាមួយនឹងមន្ត្រីថ្នាក់ដឹកនាំតាក់ទងជាមួយនឹងការពន្លឿនកិច្ចការងារដែលធ្វើឲ្យប្រជាពលរដ្ឋគឺចង់បានខ្លាំងមែនទែនគឺការទិញលក់ដីនៅក្នុងរយៈពេល1ខែប៉ុណ្ណោះគឺពន្លឿនឲ្យលឿនផងដែរឧបនាយករដ្ឋមន្ត្រីសាយស្មលក៏បានបញ្ជាក់យ៉ាងដូចនេះថាមានតែធ្វើឲ្យលឿនសម្រួលនីតិវិធីដោះស្រាយការកកស្ទះនិងសុំគោលការណ៍ផងដែរទាក់ទងជាមួយនឹងព័ត៌មានអំពីការពន្លឿនដីធ្លីរបស់ប្រជាពលរដ្ឋឲ្យត្រឹមរយៈពេល1ខែសូមធ្វើការបញ្ចប់ផងដែរសូមអរគុណសូមជម្រាបលា